ហើយចំណុចពិសេសនៅtrongវីដេអូមួយនេះបើសិនជាបងប្អូនបានស្ដាប់ពីដើមដល់ចុងវីដេអូមួយនេះបងប្អូនកុំភ្លេច comment ពាក្យនេះមួយផងបងប្អូនយើងហើយពាក្យមួយនេះគឺជួយដាស់ស្មារតីខ្ញុំមែនទែនហើយក៏បានរៀនសូត្រពីវាដែរបងប្អូនយើងគេដាក់ពាក្យថាកុំមានអ្វីគ្រប់យ៉ាងចាំចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងបងប្អូនអ្នកគ្នាពាក្យមួយនេះគឺខ្ញុំបានរៀនសូត្រពីវាច្រើនបងប្អូនយើងតាក់ទងទៅនឹងច្រកទី1លក់ដៃឯងហើយនៅក្នុងនឹងមានពាក្យជាច្រើនដែលខ្ញុំបានអានរហូតដល់បញ្ចប់នឹងគឺកន្លែងមួយនេះគឺខ្ញុំខ្លួនឯងខ្ញុំបានអានវាហើយគឺធ្វើឲ្យការគិតរបស់ខ្ញុំគឺបានច្រើនហើយក៏បានយល់វាច្រើនដែរបងប្អូនយើងហើយខ្ញុំអត់ដឹងទេថាបងប្អូនយើងយល់ដូចខ្ញុំអត់អញ្ចឹងបងប្អូនយើងអ្វីដែលសំខាន់ខ្លាំងបំផុតគឺមានតែបងប្អូនសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមអញ្ចឹងបងប្អូនយើងតាក់ទងទៅនឹងច្រកទី1ដែលគេនិយាយតាក់ទងទៅនឹងលក់ដៃឯងនៅtrongស្លឹកដែលយើងបានអានបញ្ចប់ហ្នឹងគេដាក់ពាក្យថាកុំចាំមានអ្វីគ្រប់យ៉ាងចាំចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងបងប្អូនអ្នកគ្នាពាក្យមួយហ្នឹងគឺជួយយើងបានច្រើនណាស់បើសិនជាយើងយល់ពីកន្លែងហ្នឹងច្បាស់ណាបើសិនជាយើងអត់យល់កន្លែងហ្នឹងច្បាស់ទេគឺយើងអានប៉ុណ្ណាទោះយើងអានមួយថ្ងៃ4 5សន្លឹក10សន្លឹកក៏អត់មានន័យសម្រាប់យើងដែរតែបើសិនជាយើងអានវាហើយអានវាទៀតយល់ពីកន្លែងហ្នឹងឲ្យច្បាស់បងប្អូននឹងរីកចម្រើនកន្លែងមួយនឹងតែម្ដងបងប្អូនយើងបាទជ្រាបសួរបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនអ្នកគ្នាថ្ងៃនេះគឺយើងមកអាននៅទំព័រទី36បងប្អូនអ្នកគ្នាដែលនិយាយតាក់ទងទៅនឹងច្រកទាំង3បងប្អូនអ្នកគ្នាហើយមេរៀនដែលមានចំណងជើងថាចេញលក់3ផ្លូវគឺខ្ញុំបានអានហើយបងប្អូនអ្នកគ្នាក្នុងនោះគឺខ្ញុំបានយល់ខ្លះៗតាក់ទងទៅនឹងចេញលក់3ផ្លូវហើយថ្ងៃនេះគឺយើងមកអាននៅទំព័រទី36ដែលគេនិយាយតាក់ទងទៅនឹងលក់ដៃឯងបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់បងប្អូនយើងអត់ទាន់បានអានក៏ដូចជាអត់ទាន់បានស្វែងយល់តាក់ទងទៅនឹងច្រកទី1លក់ដៃឯងមានអីគេខ្លះតោះបងប្អូនមកអានជាមួយខ្ញុំតែម្ដងបងប្អូនអ្នកគ្នាអញ្ចឹងកុំឲ្យខាតពេលយូរយើងបើកសភៅមកបងប្អូនអ្នកគ្នាឥឡូវខ្ញុំសូមបើកសភៅរបស់ខ្ញុំបងប្អូនពេលយើងបើកសភៅនៅទំព័រទី36បងប្អូនអ្នកគ្នានេះទំព័រទី35ចេញលក់3ផ្លូវគឺយើងបានអានកាលពីម្សិលមិញហើយបងប្អូនអ្នកគ្នាហើយវីដេអូក៏ខ្លីដែរហើយខ្ញុំឃើញបងប្អូនយើងជាច្រើនចូលចិត្តស្ដាប់ចូលចិត្តការអានដែរបងប្អូនអ្នកគ្នាអញ្ចឹងថ្ងៃនេះគឺយើងមកអានតែម្ដងបងប្អូនយើងគឺយើងបើកទំព័រទី36មកគឺនឹងឃើញច្រកទី1ដែលគេដាក់ពាក្យថាលក់ដៃឯងបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំក៏អត់ដឹងដែរតាក់ទងទៅនឹងលក់ដៃឯងហ្នឹងមានអីខ្លះគេដាក់ពាក្យអីគេខ្លះយើងត្រូវសិក្សារៀនសូត្រពីពាក្យអ្វីខ្លះនៅក្នុងចំណុចមួយហ្នឹងតោះបងប្អូនមកអានជាមួយខ្ញុំតែម្ដងឥឡូវយើងកុំឲ្យខាតពេលយូរយើងអានយកតែម្ដងសតវត្សទី21គឺជាយុគសម័យបច្ចេកវិទ្យាការចាប់ផ្ដើមលក់មិនមែនជារឿងគួរឲ្យស្មុគស្មាញនោះទេពោលគឺមានទីផ្សារនៅក្នុងដៃគ្រប់គ្នាហើយក៏យុគសម័យនៃការរកស៊ីបែបភ្នែកទឹកត្រជាក់ទឹកនៅក្នុងស្រុកខ្មែរដែរច្រកទ្វារទី1មានឈ្មោះថាច្រកទ្វារលក់ដៃឯងបងប្អូនអ្នកគ្នាឥឡូវយើងចាប់ផ្ដើមអានចូលទូហើយបងប្អូនយើងច្រកទ្វារមួយនេះខ្ញុំបានរៀនសូត្រពីបរិសម្នាក់ដែលជាស្ថាបនិកក្រុមហ៊ុន Trust Me Investment គឺជាសហគ្រិនវ័យក្មេងលោកផលសារ៉ាត់និយាយក្នុងទឹកមុខមុំអតីតកូនអ្នកខេត្តកំពង់ចាមរូបនេះបាននិយាយថាចាញ់លក់ដំបងមិនមែនជារឿងលំបាកឡើយហើយមានរូបមន្តមួយដែលធ្វើឲ្យអ្នកលក់ដំបងអាចលក់ផលិតផលបាននោះគឺក្បួនលក់បែប forming sale ពោលគឺលក់ដោយចាប់ផ្ដើមចេញពីមនុស្សនៅក្បែរខ្លួនសម្ដីមួយឃ្លារបស់ស្ថាបនិក Trust Me Investment បាននិយាយថាកុំចាំមានអ្វីគ្រប់យ៉ាងចាំចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងបងប្អូនអ្នកគ្នាពាក្យមួយនេះគឺយើងត្រូវតែរៀនសូត្រទាំងអស់គ្នាដែលគេដាក់ថាកុំចាំមានអ្វីគ្រប់យ៉ាងចាំចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងដែលពាក្យមួយឃ្លានេះមានន័យថាជីវិតរបស់អ្នកគឺនេះមានន័យថាជីវិតរបស់អ្នកគឺខ្វះអីជប់នឹងចង់ធ្វើអីក៏ចាប់ផ្ដើមធ្វើវានៅក្នុងថ្ងៃនេះលោកផលសារ៉ាត់ការចាប់ផ្ដើមដំបូងគ្មានអ្វីគួរឲ្យខ្វល់នោះទេធ្វើខុសបានបទពិសោធន៍ធ្វើត្រូវបានចំណូលមនុស្សដែលចិត្តស្និទ្ធនឹងអ្នកគឺជាអតិថិជនទី1ដែលមានអំណាចខ្លាំងបំផុតក្នុងការពង្រឹងកេរ្តិ៍ឈ្មោះរបស់អ្នកបងប្អូនអ្នកគ្នាកន្លែងមួយនេះបើសិនជាយើងធ្វើខុសយើងបានបទពិសោធន៍តែបើសិនជាយើងធ្វើត្រូវយើងបានចំណូលបងប្អូនអ្នកគ្នាអញ្ចឹងយើងអានតទៀតអ្នកអាចខ្ចីដៃមនុស្សទាំងនោះនៅក្នុងការចាប់ផ្ដើមចេញលក់ជាមួយនឹងសេចក្តីក្លាហាននិងជំនឿចិត្តខ្ពស់បំផុតព្រោះថារឿងអីហេតុអីយើងមិនហ៊ានលក់ឲ្យភ្ញៀវបើសំបីតែញាតិជាទីស្រឡាញ់របស់អ្នកក៏ប្រើផលិតផលរបស់អ្នកដែរនោះនេះគឺជាគោលការណ៍លក់ដំបូងដែលអ្នកអាចចាប់ផ្ដើមលក់បានដោយឈរលើគោលការណ៍ស្នូលធំចំនួន3គឺឲ្យច្បាស់ប្រើខ្លួនឯងឲ្យបានផលនិងណែនាំទៅកាន់អ្នកដទៃអញ្ចឹងបងប្អូនអ្នកគ្នាកន្លែងមួយនឹងយើងត្រូវប្រើខ្លួនឯងឲ្យច្បាស់យល់ពីផលិតផលនឹងឲ្យច្បាស់ហើយយើងនឹងណែនាំអ្នកដទៃឲ្យគាត់បានស្គាល់នៅផលិតផលរបស់យើងដែរអញ្ចឹងបងប្អូនអ្នកគ្នាការចាប់ផ្ដើមលក់ដំបូងជាមួយមនុស្សដែលនៅក្បែរខ្លួនគឺជាការលក់ដ៏ល្អបំផុតដែលអ្នកអាចបង្កើតអតិថិជនដំបូងរបស់អ្នកមាន 100% ពោលគឺអ្នកបានដើរតួនាទីជាអ្នកណែនាំមនុស្សនៅក្បែរខ្លួនឲ្យទទួលបាននៅផលិតផលល្អមួយយកមកប្រើខាងជើងចេញទៅចម្លងធរដំបូងនៅទិសខាងលិចគ្មានគ្នាទេក្រោយមកក៏មានអ៊ូខុងប៉ាជេសជេចូលរួមជាមួយឆៅចេញសម្រាប់កិច្ចការធំដំបូងបំផុតក៏គ្មានគ្នាដែរគឺមានតែម្នាក់ឯងប៉ុណ្ណោះ
គ្មានស្គាល់អ្នកណាទេតែក្រោយមកគាត់កាន់ទើបរាប់លានអ្នករហូតខ្លាយជាស្ដេចនគរអ៊ុយបងប្អូនអ្នកគ្នានៅក្នុងហ្នឹងក៏គេលើកយកថាំងចេញនិងឆាវឆាវចូលមកក្នុងហ្នឹងដែរបងប្អូនអ្នកគ្នាឲ្យយើងរៀនសូត្រពីគេអញ្ចឹងបងប្អូនអ្នកគ្នាកន្លែងហ្នឹងគឺពេលដែលអានហើយគឺខ្ញុំយល់ច្រើនទៀតអងទៅនឹងច្រកទី1ដែលគេនិយាយតាក់ទងទៅនឹងលក់ដៃឯងបងប្អូនអ្នកគ្នាឥឡូវយើងមិនតន់ចប់ទេបងប្អូនអ្នកគ្នាយើងមកអានបញ្ចប់តែម្ដងបងប្អូនយើងតើបងប្អូនរៀងយូរដែរបងប្អូនអ្នកគ្នាព្រោះវីដេអូនេះរៀងវែងបងប្អូនយើងតោះយើងអានតទៀតកុំចាំស្គាល់មនុស្ស1000នាក់ចាំចាញ់លក់អ្នកចាញ់លក់មិនរួចទេតែចាប់ផ្ដើមពីការពង្រឹងខ្លួនឯងឲ្យជ្រួតជ្រាបជាមួយនឹងផលិតផលនិងការណែនាំផលិតផលទាំងនោះទៅកាន់អ្នកដទៃជាមួយជំនឿចិត្តខ្ពស់នោះអ្នកពិតជាអាចលក់បានក្នុងដំណាក់កាលដំបូងច្រកចេញដំបូងនៃការលក់អ្នកអាចចាប់ផ្ដើមពីផលិតផលដែលអ្នកអាចបង្កើតវាដោយខ្លួនឯងបានហើយចាប់ផ្ដើមលក់វាឲ្យទៅជាចំណូលរបស់ខ្លួនភ្ជាប់ជាមួយនឹងសាច់រឿងមួយនេះខ្ញុំមានដំណើររឿងមួយទៀតរបស់សហគ្រិនស្ត្រីថៅកែបង្អែមអនឡាញហាក់ហេងសហគ្រិនមួយរុកនេះតែងលក់ដំបងពីបាត់ដៃទទេសុទ្ធសាធហើយគាត់ក៏ជាអតីតបុគ្គលស៊ីឈ្នួលធ្វើការតាមផ្ទះឲ្យគេជាង2ឆ្នាំជាទីបំផុតគាត់អាចលក់បង្អែមតាមអនឡាញបានដោយសារតែរឿងមួយគាត់បានយកទិញវត្ថុធាតុដើមសម្បុកត្រជាក់កម្មពីក្រុមហ៊ុនមួយយកមកធ្វើទឹកត្រជាក់កម្មឲ្យគ្រួសារគាត់ប្រើប្រាស់ដោយសារតែទឹកត្រជាក់កម្មនោះសុទ្ធល្អធ្វើឲ្យគ្រួសាររបស់គាត់មានសុខភាពល្អខ្លាំងគាត់ក៏ចាប់ផ្ដើមណែនាំផលិតផលទាំងនោះទៅកាន់អ្នកស្គាល់គ្នាពីដំបូងមានមនុស្ស2ទៅ3នាក់សួរនាំឲ្យគាត់ជួយទិញផលិតផលទឹកត្រជាក់កម្មនោះឲ្យពេលនោះហើយគឺជាពេលវេលាដែលសហគ្រិនហាក់ហេងយកលេសនេះមកបង្កើតអតិថិជនដំបូងបានយ៉ាងល្អបំផុតបងប្អូនអ្នកគ្នាពេលដែលខ្ញុំអានមកដល់ចំណុចមួយនេះគឺធ្វើឲ្យការគិតរបស់ខ្ញុំគឺបានច្រើនហើយក៏យល់ច្រើនបងប្អូនអ្នកគ្នាអញ្ចឹងយើងអានបញ្ចប់តែម្ដងបងប្អូនយើងគាត់ឲ្យតម្លៃលើអតិថិជនដំបូងខ្លាំងបំផុតបើមានមនុស្ស2នាក់ទទួលបានផលិតផលល្អប្រើមិនយូរទេមនុស្ស2នាក់ទៀតនឹងបង្កើតភ្ញៀវថ្មី10នាក់បងប្អូនអ្នកគ្នាហ្នឹងគឺយើងទំនាក់ទំនងកាន់តែច្រើនបង្កើតភ្ញៀវកាន់តែច្រើនបងប្អូនអ្នកគ្នានិយាយរួមទៅភ្ញៀវមួយនាក់រហូតដល់1000 10000 10000 100,000នេះអាហ្នឹងគឺកាត់ចេញពីខ្លួនយើងបងប្អូនយើងឥឡូវយើងមកអានតទៀតនេះគឺជារូបមន្តលក់បែបពីស្វ័យគុណ N មានន័យថាអតិថិជនដំបូងគឺជាក្របពូជល្អបំផុតក្នុងការបណ្ដុះអតិថិជនថ្មីមួយណែនាំទៅកាន់អតិថិជនថ្មីជាច្រើនអ្នកនេះហើយគឺជាអាថ៌កំបាំងនៃការបង្កើតអតិថិជនបងប្អូនអ្នកគ្នាកន្លែងមួយនេះគឺល្អតាក់ទងទៅនឹងបើសិនជាយើងមានផលិតផលល្អបងប្អូនអ្នកគ្នាហើយយើងបានណែនាំទៅមនុស្សជុំវិញខ្លួននៅក្បែរខ្លួនគាត់បានប្រើហើយមនុស្សជុំវិញខ្លួនយើងក៏បានប្រើផលិតផលរបស់យើងល្អគាត់នឹងណែនាំទៅអ្នកផ្សេងទៀតអញ្ចឹងបងប្អូនអ្នកគ្នាដូចខ្ញុំអញ្ចឹងខ្ញុំម្នាក់ឯងបងមានផលិតផលល្អបងឲ្យខ្ញុំប្រើពេលដែលខ្ញុំប្រើហើយវាល្អខ្ញុំក៏ណែនាំទៅអ្នកផ្សេងទៀតបងមិនចាំបាច់ណែនាំទេគឺមានតែអតិថិជនយើងជាអ្នកណែនាំទេគឺផលិតផលរបស់យើងគឺផ្ទុះតែម្ដងបងប្អូនយើងឥឡូវយើងមកអានតទៀតឥឡូវយើងអានបញ្ចប់តែម្ដងចាំយើងគិតទៀតអញ្ចឹងបងប្អូនយើងវាជាច្បាប់នៃការលក់ដំបូងគ្មានអ្នកណាកើតមកភ្លាមជោគជ័យនោះទេហើយក៏គ្មានភ្ញៀវឯណាធ្លាក់មកពីលើមេឃដែរមានតែការខិតខំកសាងគោលតម្លៃបង្កើតនៅអ្វីដែលជាតម្រូវការចាំបាច់សម្រាប់ភ្ញៀវហើយបំផុសគំនិតទាំងនោះតាមមធ្យោបាយបច្ចេកវិទ្យាអតិថិជនដំបូងរបស់សហគ្រិនគ្មានអ្វីក្រៅពីអ្នកស្គាល់គ្នានោះទេហើយវាគឺជាប្រភពទុនភ្ញៀវមួយដ៏សំខាន់បំផុតនៅក្នុងការលក់ដំបូងហើយដើម្បីឲ្យកិត្តិនាមរបស់អ្នករីកសាយបានអ្នកត្រូវតែមានគុណតម្លៃអ្នកត្រូវចាំថាលើលោកនេះបើយើងខ្លាំងទើបគេជួយយើងតាមក្រោយឲ្យតែយើងលក់គុណតម្លៃមិនខ្វះទេអ្នកជួយជ្រោមជ្រែងច្បាប់នេះគឺជាសញ្ញាធាតុខ្លាំងនៃសញ្ញាអាត់នៅក្នុងជំពូកនេះដែលធ្វើឲ្យអ្នកកាន់តែពុះពៀជាងមុននៅក្នុងការលក់ដំបូងរបស់អ្នកកុំមានអ្វីគ្រប់យ៉ាងចាំចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងបងប្អូនអ្នកគ្នាឥឡូវគឺយើងបានអានចប់ហើយតាក់ទងទៅនឹងច្រកទី1ដែលគេនិយាយតាក់ទងទៅនឹងដៃឯងបងប្អូនយើងគឺវាមានរហូតដល់1 2 3 4 5 5សន្លឹកបងប្អូនអ្នកគ្នាឥឡូវគឺយើងបានអានបញ្ចប់ហើយអញ្ចឹងយើងសរុបសេចក្តីមកវិញនៅអ្វីដែលយើងបានអានបងប្អូនយើងអញ្ចឹងពេលដែលខ្ញុំបានអានហើយបងប្អូនបានស្ដាប់នៅការអានរបស់ខ្ញុំបងប្អូនយល់យ៉ាងណាដែរបងប្អូនកុំភ្លេចខមមិនខាងក្រោមផងតាក់ទងទៅនឹងច្រកទី1គេនិយាយតាក់ទងទៅនឹងលក់ដៃឯងបងប្អូនយើងនៅកន្លែងច្រកទី1ហ្នឹងគឺគេយកសាច់រឿងពីថាំងជេងពីឆៅគេដាក់ចូលក្នុងនឹងដែរបងប្អូនយើងដើម្បីឲ្យយើងរៀនសូត្រពីគេកន្លែងដែលខ្ញុំយល់គឺកន្លែងដែលគេលើកយកសាច់រឿងពីថាំងជេងមួយហើយនឹងឆៅអ្វីដែលពិសេសគឺស្ត្រីរបស់ខ្មែរយើងដែលគាត់មានឈ្មោះតែហាក់ហេងណាដែលគាត់លក់នៅបង្អែមតាមអនឡាញបងប្អូនយើងខ្ញុំអានកន្លែងហ្នឹងគឺខ្ញុំយល់ច្រើនតាក់ទងទៅនឹងច្រកទី1គេនិយាយតាក់ទងទៅនឹងលក់ដៃឯងហើយចំណុចពិសេសនៅtrongវីដេអូមួយនេះបើសិនជាបងប្អូនបានស្ដាប់ពីដើមដល់ចុងវីដេអូមួយនេះបងប្អូនកុំភ្លេចខមមិនពាក្យនេះមួយផងបងប្អូនយើងហើយពាក្យមួយនេះគឺជួយដាស់ស្មារតីខ្ញុំមែនទែនហើយក៏បានរៀនសូត្រពីវាដែរបងប្អូនយើងគេដាក់ពាក្យថាកុំមានអ្វីគ្រប់យ៉ាងចាំចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងបងប្អូនអ្នកគ្នាពាក្យមួយហ្នឹងគឺខ្ញុំបានរៀនសូត្រពីវាច្រើនបងប្អូនយើងតាក់ទងទៅនឹងច្រកទី1លក់ដៃឯង
ហើយនៅក្នុងនឹងមានពាក្យជាច្រើនដែលខ្ញុំបានអានរហូតដល់បញ្ចប់ហ្នឹងគឺកន្លែងមួយនេះគឺខ្ញុំខ្លួនឯងខ្ញុំបានអានវាហើយគឺធ្វើឲ្យការគិតរបស់ខ្ញុំគឺបានច្រើនហើយក៏បានយល់វាច្រើនដែរបងប្អូនយើងហើយខ្ញុំមិនដឹងទេថាបងប្អូនយើងយល់ដូចខ្ញុំអត់អញ្ចឹងបងប្អូនយើងអ្វីដែលសំខាន់ខ្លាំងបំផុតគឺមានតែបងប្អូនសិក្សាស្រាវជ្រាវដោយខ្លួនឯងបន្ថែមអញ្ចឹងបងប្អូនយើងតាក់ទងទៅនឹងច្រកទី1ដែលគេនិយាយតាក់ទងទៅនឹងលក់ដៃឯងនៅចុងស្លឹកដែលយើងបានអានបញ្ចប់ហ្នឹងគេដាក់ពាក្យថាកុំចាំមានអ្វីគ្រប់យ៉ាងចាំចាប់ផ្ដើមតែត្រូវចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងបងប្អូនអ្នកគ្នាពាក្យមួយហ្នឹងគឺជួយយើងបានច្រើនណាស់បើសិនជាយើងយល់ពីកន្លែងហ្នឹងច្បាស់ណាបើសិនជាយើងអត់យល់កន្លែងហ្នឹងច្បាស់ទេគឺយើងអានប៉ុណ្ណាទោះយើងអានមួយថ្ងៃ4 5សន្លឹក10សន្លឹកក៏អត់មានន័យសម្រាប់យើងដែរតែបើសិនជាយើងអានវាហើយអានវាទៀតយល់ពីកន្លែងហ្នឹងឲ្យច្បាស់បងប្អូននឹងរីកចម្រើនកន្លែងមួយហ្នឹងតែម្ដងបងប្អូនយើងដូចឧទាហរណ៍ជាក់ស្ដែងដែលគាត់លើកមកនិយាយតាក់ទងទៅនឹងស្ត្រីដែលមានឈ្មោះថាហាក់ហេងដែលគាត់លក់បង្អែមតាមអនឡាញពីមុនគឺគាត់អត់សូវមានភ្ញៀវទេពីមុនគឺគាត់អត់សូវមានភ្ញៀវច្រើនដល់ឥឡូវទេបងប្អូនយើងគឺគាត់ពីមុនគឺត្រឹមតែបុគ្គលិកធ្វើការឲ្យគេជាង2ឆ្នាំហើយអ្វីដែលខ្ញុំបានរៀនសូត្រនៅក្នុងវីដេអូមួយនេះគឺខ្ញុំបានយល់តាក់ទងទៅនឹងអ៊ំស្រីម្នាក់ដែលមានឈ្មោះថាហាក់ហេងហ្នឹងបងប្អូនយើងគាត់គឺជាអ្នកលក់បង្អែមតាមអនឡាញពីមុនគឺគាត់អត់មានភ្ញៀវទេឥឡូវគឺមានភ្ញៀវច្រើនដោយសារអីផលិតផលរបស់គាត់គឺមានគុណភាពខ្ពស់គុណភាពខ្លាំងហើយយើងមិនចាំបាច់លក់ឲ្យអ្នកណាទេបងប្អូនពេលដែលយើងមានផលិតផលល្អយើងលក់ឲ្យតែអ្នកចិត្តខាងយើងបងប្អូនយើងយកតែអ្នកចិត្តខាងទៅធ្វើអតិថិជនដ៏ល្អបំផុតទៅយើងមិនចាំបាច់រកអតិថិជនណាទេយើងលក់ឲ្យតែមនុស្សជុំវិញខ្លួនយើងទៅគឺជាអតិថិជនដ៏ល្អរបស់យើងហើយព្រោះបើសិនជាបងប្អូនមានផលិតផលនៅដើមវីដេអូដែលខ្ញុំបាននិយាយអញ្ចឹងបងប្អូនយើងពេលដែលបងមានផលិតផលឧទាហរណ៍បងមានទឹកត្រជាក់កម្មបងជាអ្នកផលិតបងផលិតឲ្យបងឲ្យខ្ញុំប្រើពេលដែលខ្ញុំប្រើទៅគឺឆ្ងាញ់របស់នេះគឺល្អហើយខ្ញុំក៏បានណែនាំទៅអ្នកផ្សេងទៀតឲ្យជួយទិញបងឯងអញ្ចឹងបងឯងមិនចាំបាច់ដើរសផ្សាយណាទេមានតែអតិថិជនរបស់បងឯងហ្នឹងអ្នកដើរប្រាប់អញ្ចឹងណាបងប្អូនយើងកន្លែងមួយហ្នឹងហើយគឺធ្វើឲ្យអតិថិជនរបស់គាត់គឺរីករាយសារទូទាំងប្រទេសទូទាំងខេត្តក្រុងតែម្ដងបងប្អូនយើងអូខេបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងមកអានសៀវភៅតាក់ទងទៅនឹងច្រកទី1គេនិយាយតាក់ទងទៅនឹងលក់ដៃឯងគឺខ្ញុំបានអានបញ្ចប់ហើយក៏បានស្វែងយល់ពីវាច្រើនហើយសម្រាប់បងប្អូនយើងអត់ទាន់យល់ច្បាស់បងប្អូនមានសៀវភៅមួយហ្នឹងគឺអាននៅទំព័រទី36 7ហ្នឹងទៅគឺបងប្អូននឹងយល់កាន់តែច្បាស់តែម្ដងបងប្អូនតើបងប្អូនអានដោយខ្លួនឯងទៅយល់ច្បាស់បងប្អូនស្ដាប់ខ្ញុំបងប្អូនស្ដាប់ហើយគឺខ្ញុំជឿថាមានបងប្អូនយើងនិយាយច្រើនស្ដាប់ហើយគាត់ឆ្ងល់ស្ដាប់ហើយគាត់យល់និយាយរួមទៅគឺមានបងប្អូនខ្លះយល់ច្រើនបងប្អូនខ្លះគឺគាត់អត់សូវយល់អញ្ចឹងណាព្រោះអានេះគឺជាសារសម្លេងដែលយើងអានយើងនិយាយអ្វីដែលយើងយល់អញ្ចឹងបងប្អូនយើងនៅក្នុងតាក់ទងទៅនឹងច្រកទី3លក់ដៃឯងហើយវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងបងប្អូនទាំងអស់គ្នាហើយនៅវីដេអូបន្ទាប់គឺយើងនឹងអាននៅច្រកទី2ចង់ដឹងថាច្រកទី2គេនិយាយពីអីយើងជួបគ្នានៅវីដេអូបន្ទាប់ទៀតបងប្អូនយើងអញ្ចឹងវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងជួយនៅវីដេអូបន្ទាប់ទៀតបងប្អូនជម្រាបលាបាយបងប្អូន